បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនវិលមកជួបខ្ញុំបាទនាទីនេះរឿងថ្មីហើយនឹងចូលដល់សាច់រឿងខ្ញុំបាទសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងឬក៏ពាក្យពេចន៍ណាមួយដែលនិយាយទៅវាមានកំហុសខុសឆ្គងត្រង់ណាឬក៏ពាក្យអសុរោះហើយក៏សូមពុកម៉ែខន្តីអភ័យទោសខ្ញុំផងណាបងប្អូនព្រោះអីតែការនិយាយមួយគឺតែងតែមានខុសមិនត្រូវអញ្ចឹងហើយបងប្អូនហើយអញ្ចឹងទេពុកម៉ែបងប្អូនក៏សូមអធិស្ឋានដល់ខ្ញុំបាទផងណាបាទអញ្ចឹងយើងចូលដល់សាច់រឿងទាំងអស់គ្នាថាតើរឿងនេះវាមានអត្ថន័យយ៉ាងណាមានរសជាតិយ៉ាងណាអញ្ចឹងទៅហើយក៏សូមពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយនឹងដាក់សញ្ញាកណ្ដឹងដើម្បីបាននៅវីដេអូថ្មីទៀតបាទសូមអរគុណអញ្ចឹងចូលដល់សាច់រឿងទាំងអស់គ្នារឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2012បងស្រីណៃមានបងប្អូន6នាក់បងស្រីណៃជាកូនទី5ហើយបងស្រីណែតជាកូនទី4ត្រូវជាបងស្រីរបស់បងស្រីណៃបងស្រីណៃមានគ្រួសារហើយនឹងបានរៀបការជាមួយប្តីរបស់គាត់បាន1ឆ្នាំបន្ទាប់មកក៏បានមករស់នៅខាងបងប្រុសសុផលគឺគាត់បានទៅរស់នៅខាងប្តីអញ្ចឹងណាគឺគាត់បានរស់នៅខាងបងសុផលពួកគាត់ទាំងពីរនាក់នៅឯភូមិរបស់បងប្រុសសុផលហ្នឹងគឺអ្នកស្រុកភូមិរបស់គាត់ភាគច្រើនគាត់ប្រកបមុខរបរគេធ្វើចំការដាំបន្លែអីចឹងទៅហើយបន្លែដែលភាគច្រើនដែលគេដាំនោះគឺចំការត្រសក់បងប្អូនហើយបងប្រុសសុផលក៏បានគិតជាមួយនឹងប្រពន្ធរបស់គាត់ដែលជាបងស្រីណៃហ្នឹងថាពួកយើងគួរតែដាំត្រសក់ដូចគេដែរទៅទើបឆាប់បានប្រមូលផលលក់នឹងមានលុយទុកសម្រាប់គ្រប់គ្រងក្នុងគ្រួសារអញ្ចឹងទៅព្រោះថាដីចំការរបស់គាត់មាន2ហាត់បងប្អូនហើយបងស្រីណៃក៏បានយល់ព្រមនឹងបងប្រុសសុផលនៅគំនិតដែលគាត់ចង់ធ្វើចំការហ្នឹងនៅពេលដែលពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធធ្វើចំការត្រសក់គឺគាត់ទទួលបានផលច្រើនមែនតើបងប្អូនចំការដែលពួកគាត់បានធ្វើនោះគឺធ្វើបានតែ1ហាត់ទេចំណែក1ហាត់ទៀតទុកដាំនៅពេលក្រោយនៅពេលចំការទី1បានផលបណ្ដើគឺបងប្រុសសុផលហ្នឹងបានធ្វើចំការត្រសក់ជាចំការទី2ព្រោះដែលនៅសល់1ហាត់ហ្នឹងគឺក៏ទុកដាំបន្ទាប់ពីទី1បានផលបានស្លាកកដាលហើយគឺក៏ចាប់ផ្ដើមធ្វើទី2អីចឹងទៅនៅពេលចំការទី1ប្រមូលផលចិត្តអស់ពីចំការទី2ក៏បានប្រមូលផលតគ្នាដីតែ2ហាត់ទេបងប្អូនតែពួកគាត់បានប្រមូលផលវិលជុំតែម្ដងគឺគាត់ដីតែ2ហាត់ទេបងប្អូនប៉ុន្តែគាត់ធ្វើដំណាំនឹងគឺវិលជុំនឹងតែម្ដងអស់មួយចូលមួយអស់មួយចូលមួយអីចឹងទៅហើយមួយត្រសក់របស់បងប្រុសសុផលនិងបងស្រីណៃបានមកយកត្រសក់នៅចំការរបស់ពួកគាត់រាល់ថ្ងៃដើម្បីយកឡើងមកភ្នំពេញយកមកលក់បន្តនៅផ្សារដើមគោយើងហ្នឹងបងប្អូនគឺជាទីផ្សារបន្លែនៅភ្នំពេញព្រោះថានៅដើមគោហ្នឹងហើយបងប្អូនស្រួលណាបន្លែមកពីណាគឺក៏ចូលផ្សារដើមគោដែរបងប្អូននៅឆ្នាំចុងក្រោយបងប្រុសសុផលគាត់បានធ្វើចំការខាតលុយដែលខំរកពីមុនក៏ចំណាយរាល់ថ្ងៃហើយបងស្រីណៃបានបបួលបងប្រុសសុផលមកនៅខាងម្ដាយរបស់បងស្រីណៃវិញម្ដងព្រោះម្ដាយរបស់បងស្រីណៃហ្នឹងគឺគាត់នៅជាប់ក្នុងផ្សារហើយខាងម្ដាយរបស់បងស្រីណៃហ្នឹងក៏គាត់មានចំការដែរបងប្អូនគឺចំការស្វាយហើយក៏ដាំបន្លែវិលជុំអីចឹងទៅសម្រាប់ផ្គត់ផ្គង់គ្រួសារក្នុងជីវភាពក្នុងគ្រួសារអីចឹងទៅព្រ
ព្រោះគ្រួសារខាងបងស្រីណៃនៅជិតផ្សារស្រួលនឹងរកស៊ីបងស្រីណៃមកនៅជាមួយម្ដាយរបស់គាត់បាន1ឆ្នាំបងស្រីណៃក៏មានផ្ទៃពោះនៅចន្លោះដែលបងស្រីណៃមានផ្ទៃពោះគឺបងប្រុសសុផលគាត់មិនដែលបានដេកនៅជាមួយបងស្រីណៃនោះទេហើយបងស្រីណែតដែលជាបងស្រីទី4របស់បងស្រីណៃតែងតែសង្កេតមើលបងប្រុសសុផលហើយបងស្រីណែតគាត់មើលឆាប់ដឹងណាស់បងប្អូនគឺគាត់មើលឆាប់ដឹងមែនតើបងប្រុសសុផលពិតជាមានអារម្មណ៍ចង់ដេកនៅជាមួយប្រពន្ធរបស់គាត់មែនតើហើយបងស្រីណែតគាត់ក៏ឆាប់ហើយបងស្រីណែតគាត់ក៏ធ្លាប់ឆ្លងកាត់រឿងរ៉ាវបែបនេះដែរព្រោះអីបងស្រីណែតគាត់ធ្លាប់មានសង្សារនិងមានប្តីជាច្រើនផងដែរគឺប្តីរបស់បងស្រីណែតនឹងគឺយកគ្នាមិនចុះសម្រុងគ្នាទេបងប្អូនគឺគាត់យកមួយយើងបាន1ឆ្នាំ2ឆ្នាំគាត់លែងគ្នាព្រោះអីគាត់មិនរស់នៅមិនអាចចុះសម្រុងជាមួយនឹងគ្នាបងស្រីណែតហ្នឹងហើយបងចេះគាត់មានប្តីពីមួយទៅមួយអីចឹងទៅហើយបងស្រីណែតគាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវបែបព្រោះអីបងស្រីណែតធ្លាប់មានសង្សារនឹងប្តីជាច្រើនផងដែរហើយបងស្រីណែតធ្វើជាបោកខោអាវហើយបានហាវបងស្រីណែតធ្វើជាបោកខោអាវហើយបានពាក់អាវបញ្ចេញដើមទ្រូងយ៉ាងច្បាស់និងស្លៀកខោកបោយជើងខ្លីគេថាកប់កាលៀនណាបងប្អូនខោកបោយជើងខ្លីកប់កាលៀនដែលអង្គុយទៅឲ្យបងប្រុសសុផលមើលឃើញសាច់តិចដល់ពេលហើយចឹងទៅបងស្រីណែតធ្វើជាហៅបងប្រុសសុផលហ្នឹងឲ្យមកដងទឹកឲ្យគឺនៅមុខផ្ទះរបស់គាត់គឺគាត់ប្រើទឹកអណ្ដូងទេបងប្អូនគឺអត់ប្រើទឹកគីឡូទឹកអីទេហើយបងស្រីណែតហ្នឹងបានហៅបងប្រុសសុផលឲ្យមកដងទឹកឲ្យព្រោះអីនៅខាងមុខផ្ទះរបស់បងស្រីណែតមានអណ្ដូងទឹកមួយនៅពេលបងប្រុសសុផលបានមកដងទឹកឲ្យបងស្រីណែតហើយបងស្រីណែតក៏បានអង្គុយបកខោអាវហើយបានដាក់ជើងរបស់គាត់ឲ្យចេញសាច់កង្កែបតាមជើងខោរបស់គាត់នៅពេលដែលបងប្រុសសុផលហ្នឹងបានឃើញសាច់កង្កែបរបស់បងស្រីណែតបងប្រុសសុផលបានសម្លឹងមើលមិនដាក់ភ្នែកទេបងប្អូនមើលទៅបងថ្លៃដូចទំនងដែរបងប្អូនថ្លៃក៏រៀងឲ្យដៃដែរបងប្អូនហើយណាមួយបងស្រីណែតក៏ចង់សាកជាមួយនឹងបងប្រុសសុផលដែរនៅពេលនោះដែរបងស្រីណែតបានសម្លឹងកន្ទុយភ្នែកទៅមើលបងប្រុសសុផលហើយបងស្រីណែតបានឃើញបងប្រុសសុផលហ្នឹងមើលមកគាត់មិនដាក់ភ្នែកបងស្រីណែតបានងាកមកមើលជើងខរបស់គាត់វិញបងស្រីណែតក៏បានឃើញសាច់កង្កែបរបស់គាត់ចេញតាមជើងខគាត់មែនដល់ពេលហើយចឹងទៅបងស្រីណែតគាត់ធ្វើជាដូចមិនដឹងរឿងអីទេបងប្អូនហើយគាត់ចេះតែអង្គុយបោកកៅអៅធ្វើធម្មតាចឹងទៅគឺដូចអត់មានដឹងរឿងអីចឹងបងប្រុសសុផលគាត់មើលកង្កែបរបស់បងស្រីណែតកាន់តែយូរអាអូនទូចរបស់គាត់ងើបកាន់តែខ្លាំងហើយបងប្រុសសុផលធ្វើជាទៅបន្ទប់ទឹកនៅពេលដែលបងប្រុសសុផលបានដើរចេញពីមុខរបស់បងស្រីណែតមួយសន្ទុះបងស្រីណែតធ្វើជាអង្គុយឲ្យចេញកង្កែបរបស់គាត់កាន់តែខ្លាំងដើម្បីឲ្យបងសុផលហ្នឹងឃើញកាន់តែច្បាស់ព្រោះអីបងស្រីណែតគាត់ខានយូរដែរហើយបងប្អូនហើយអនស្រីណែតក៏រៀងខានយូរដែរអញ្ចឹងគឺគាត់ថាឬចង់ឲ្យដៃនឹងបងសុផលដែរអីចឹងទៅណាមួយបងស្រីណែតចង់ឲ្យបងប្រុសសុផលហ្នឹងមកចាប់កង្កែបគាត់លេងផងហើយបងស្រីណែតគាត់ចង់សាកជាមួយប្អូនថ្លៃរបស់គាត់ផងដែរលុះដល់យប់ឡើងម៉ោងប្រហែលជា9យប់បងស្រីណែតបានហៅបងសុផលឲ្យចូលក្នុងបន្ទប់របស់គាត់បន្តិចដោយប្រាប់ថាបន្ទប់របស់គាត់ភ្លើងអំពូលវាអត់ឆេះអីចឹងទៅ
បងស្រីណែតធ្វើជាបើកភ្លើងទូរស័ព្ទក្រវីចុះក្រវីឡើងធ្វើដូចជាដាច់ភ្លើងមែនតើអញ្ចឹងបងប្អូនប៉ុន្តែនេះជាផែនការរបស់បងស្រីណែតទេគឺជាផែនការរបស់បងស្រីណែតតែប៉ុណ្ណោះនៅពេលដែលបងសុផលចូលដល់បន្ទប់បងស្រីណែតបានអោយបងសុផលចាក់កលឹះទ្វារផងហើយបងស្រីណែតបានបញ្ចាំងភ្លើងទូរស័ព្ទមកចំកង្កែបរបស់គាត់ហើយបាននិយាយទៅកាន់បងប្រុសសុផលថានេះជាកង្កែបរបស់ខ្ញុំក្រែងសុផលចង់ឃើញវាមែនឥឡូវខ្ញុំឲ្យមើលហើយមើលឲ្យអស់ចិត្តទៅគឺបងស្រីណែតគាត់និយាយចឹងណាឲ្យបងសុផលមើលអស់ចិត្តទៅចង់មើលឬក៏ចង់ចាប់ឬក៏ចង់ប៉ះខ្ញុំព្រមអនុញ្ញាតហើយដល់ពេលចឹងទៅបងសុផលគាត់រៀងដូចជាខានយូរដែរបងប្អូនគាត់បាននិយាយទៅកាន់បងស្រីណែតថាចឹងខ្ញុំសុំចាប់កង្កែបរបស់បងណែតហើយចឹងហើយបងស្រីណែតគាត់ថាឆាប់ចាប់ឲ្យលឿនមកកង្កែបរួចបាត់ឥឡូវហើយបងប្រុសសុផលបានលឺចឹងភ្លាមក៏គាត់ក៏បានយកដៃទៅចាប់កង្កែបរបស់បងស្រីណែតហើយបងស្រីណែតនិងបងសុផលបាននាំគ្នាចាប់កង្កែបអស់រយៈពេលប្រហែលជា2ម៉ោងបងប្អូនទើបចាប់រួចរាល់នៅពេលចាប់កង្កែបរួចរាល់អស់ហើយបងស្រីណែតបានអោយបងសុផលចេញពីបន្ទប់របស់គាត់ភ្លាមហើយបងស្រីណែតធ្វើជាបើកភ្លើងឲ្យភ្លឺកុំឲ្យមានអ្នកសង្ស័យគាត់ជាមួយនឹងបងសុផលអីចឹងទៅរំលងបានថាជា3ថ្ងៃមកទៀតគឺបងសុផលបានសុំចាប់កង្កែបបងស្រីណែតម្ដងទៀតបងប្អូនដោយប្រាប់ថាចាប់មិនទាន់អស់ចិត្តហើយកង្កែបបងស្រីណែតសុទ្ធតែសាច់បងស្រីណែតពេលបានឮពាក្យបងសុផលនិយាយដូច្នេះធ្វើឲ្យគាត់ទៀនរកពាក្យនិយាយមិនចេញទេហើយបងស្រីណែតក៏បានអោយបងសុផលចាប់កង្កែបផ្សារជាថ្មីម្ដងទៀតអីចឹងទៅហើយណាមួយបងសុផលពូកែចាប់កង្កែបផងដែរធ្វើឲ្យបងស្រីណែតប្រកែកនឹងបងសុផលមិនរួចក៏ព្រមឲ្យបងសុផលចាប់កង្កែបរបស់គាត់ដោយមិនស្ទាក់ស្ទើរចិត្តឡើយព្រោះអីបងស្រីណែតគាត់ខានចាប់កង្កែបយូរហើយបាទប្អូនថ្លៃនឹងបងថ្លៃឲ្យប្អូនថ្លៃចាប់កង្កែបមកកាលអីចឹងទៅព្រោះមើលមកបងសុផលរៀងដូចខានយូរដែរហើយបងណែតហ្នឹងក៏គាត់រៀងដូចត្រូវការដែរបងប្អូនទើបព្រមឲ្យបងសុផលនឹងចាប់កង្កែបគាត់អីចឹងទៅ